เพราะพุทธศาสนานั้นជាសាសនាដែលបង្រៀនមនុស្សឲ្យសន្តិភាពឲ្យស្អាតល្អព្រះពុទ្ធជាមនុស្សដូចតែយើងនេះមិនមែនទេវតាផ្អែនមកព្រំទេណាពុទ្ធមនុស្សលោកមានស្រុកមានទេមានប្រពន្ធមានកូនអីទេយើងប៉ុន្តែយើងគោរពព្រះពុទ្ធត្រង់ថាលោកមានគុណ3យ៉ាងទី1វិសុទ្ធិគុណគុណនៃសេចក្តីបរិសុទ្ធក្នុងចិត្តរបស់លោកស្អាតល្អដោយសម្ពុតសអញ្ចឹងពលលោកកំចាត់កិលេសអស់ហើយកំចាត់កិលេសក្រោតក្រៀតដោយសិលកំចាត់កិលេសជាកណ្ដាលដោយសមាធិកំចាត់កិលេសជាអិតដោយបញ្ញាដោយចិត្តស្អាតយើងនឹកឃើញដើរទៅជេរលោកក៏លំទៅខំទៅជេរតែទៀតឲ្យលោកក៏លំខំហើយយើងបានអីទៅថ្វាយលោករបស់ដែលគូពេញចិត្តរីករាយក៏លោកអត់ត្រេកអរពលលោកកំចាត់កិលេសអស់ហើយអាសេចក្តីក្រោធខាងអ្នកដតីជាជេរឲ្យមកព្រោះយើងមានមេទោសៈនៅក្នុងចិត្តដូចមេដែរទៅស្រោបយកហ្នឹងកើតកំហឹងមិនមានកិលេសហើយយើងមានកិលេសកាលណាគេទៅសើមកមានអំណរត្រេកអរទៅទទួលយកហ្នឹងដល់ពុទ្ធលោកជំរះអត់មានស្អាតយើងហៅថាគុណនៃសេចក្តីបរិសុទ្ធក្នុងចិត្តរបស់លោកទី2ករណាគុណលោកមានសេចក្តីអាណិតដល់សត្វលោកទាំងអស់ស្មើគ្នាទេមិនអាណិតតែអ្នកមានទ្រព្យមានសម្បត្តិអាណិតអ្នកមានបណ្ដាស័ក្តិសម្រាប់អ្នកក្រខ្សត់តូចតាចអីមិនអាណិតឬអាណិតតែបើតិចមួយអត់មានទេស្មើទេទាំងអស់អ្នកណាដោយតែណាអ្នកមានដូចអ្នកក្រខ្សត់ព្រោះព្រះអង្គយល់ថាជីវិតរបស់មនុស្សវាស្ថិតនៅក្នុងសេចក្តីទុក្ខកើតចាស់ឈឺស្លាប់ពីទុកដល់ទីក្នុងជីវិតនោះវាច្រើន8ទៀតបូកមកពីដណ្ដប់កងជីវិតយើងមនុស្សនៅក្រោមឥទ្ធិពលសេចក្តីទុកបានព្រះអង្គករណាដល់យើងទាំងអស់គ្នានោះបានសម្ដែងធម៌ប្រោសឲ្យយើងទុករៀនសូត្រដើម្បីបដិបត្តិរំដោះខ្លួនចេញពីទុកទី3បញ្ញាគុណគុណគឺបញ្ញាពុទ្ធមានបញ្ញាអត់មានមនុស្សទេវតាណាលើផែនដីមានបញ្ញាស្មើនឹងព្រះអង្គទេអត់មានទេបងអ្នកណាឆ្ងល់អ្វីចង់ដឹងអ្វីទៅសួរអីទៅសួរលោកឆ្លើយព្រាមអត់ដែលពិបាកគិតទេវាដូចជាអ្នកដែលចេះមេលេងយើងទៅហៅថាពីរដងគេឆ្លើយថាអូនអញ្ចឹងពិបាកគិតសិនទេណាឆ្លើយចុះប្រពន្ធលោកឆ្លើយចឹងបញ្ញាចាក់ធ្លុះមុនឥតមានមនុស្សទេវតាណាមានបញ្ញាស្មើនឹងពុទ្ធគឺក៏រកចឹងផងហើយពុទ្ធនេះជាគ្រូរបស់មនុស្សនិងទេវតាជាគ្រូរបស់ទេវតាផងនិងមនុស្សក៏លោកបង្រៀនទេវតាក៏បង្រៀនមករៀនសូត្រលោកពេលដែលលោកបង្រៀនទេវតានៅពេលពាក្យកណ្ដាលអត្រាជួបទេវតាណាប្រតិមនោះគឺជួបទាក់ទងនឹងមនុស្សបដៅទូលមានព្រាមបដៅមនុស្សទាំងអស់បានគេសួរថាតែមិនទៅយ៉ាងម៉េចទៅគេហៅថាប្រពន្ធថាពួកលោកអ្នកទូលមានព្រាមបដៅមនុស្សឲ្យប្រព្រឹត្តល្អដោយកាយវាចាចិត្តឈ្មោះថាប្រពន្ធពុទ្ធលោកទូលមានយើងឲ្យធ្វើសេចក្តីល្អដោយកាយវាចាចិត្តនេះជាតួអង្គរបស់ប្រពន្ធពុទ្ធមិនទេវតាទេណាបើគុំទៅបន់ស្រន់ឲ្យពុទ្ធលោកអត់មានឲ្យជួយទេលោកមានទ្រឹស្ដីគឺបើធ្វើសម្ដែងទុកឲ្យយើងអនុវត្តតាមហ្នឹងបដិបត្តិតាមនោះប្រធ្វើជាទ្រឹស្ដីប្រធ្វើទ្រឹស្ដីភាសាបាលីថាបរិយត្តិភាសាយើងសព្វថ្ងៃថាទ្រឹស្ដីលោកបញ្រៀនទ្រឹស្ដីដល់មនុស្សនឹងពីការធ្វើទានធ្វើយ៉ាងម៉េចធ្វើសិលណៃលោកបញ្យល់អស់มันខុសពីពិភពលោកសប្តាហ៍ថ្ងៃទេកាលណាអ្នកណាស្រឡាញ់ជំនាញឲ្យពេញចិត្តឲ្យទៅរៀនទ្រឹស្ដីសិនពេលអ្នកណាពេញចិត្តនឹងគ្រូត្រូវទៅរៀនគរុកោសលណាពុទ្ធលោកសម្ដែងពិភពលោកដើរតាមពុទ្ធហើយអ្នកណាស្រឡាញ់ពេទ្យត្រូវទៅរៀនខាងវិជ្ជាពេទ្យទៅរៀនឲ្យចេះសិនអ្នកណាស្រឡាញ់ខាងច្បាប់ទៅរៀនច្បាប់សិនចេះបានមកបដិបត្តិបានមកអនុវត្តបាននឹងពោគឺពិភពលោកដើរតាមតែពុទ្ធដីការបស់ពុទ្ធ
អាស្រ័យនេះយើងជាពុទ្ធបរិស័ទគឺរៀននៅព្រះធម៌របស់ព្រះពុទ្ធលោកបញ្រៀនអំពីការធ្វើទានការធ្វើសិលសពបែបអង្គការកិរិយាសង្គ្រោះញាតិមិត្តនៅជុំវិញខ្លួនលោកបញ្រៀនពីប៉ុណ្ណឹងនេះសូមឲ្យស្គាល់ព្រះពុទ្ធឲ្យច្បាស់លាស់ព្រះធម៌ដែលលោកបញ្រៀននោះមាននៅក្នុងគម្ពីរត្រៃបិដកព្រះពុទ្ធព្រះធម៌ហ្នឹងគឺជាពាក្យទូលមានព្រានប្រដៅបានព្រះសង្ឃគឺជាមនុស្សដែលយើងដែរអត់មានអីទេមនុស្សដូចតែគ្នាទាំងអស់ព្រះសង្ឃជាសាវកសិស្សគាត់ហ្នឹងរៀនធ្វើអំពីព្រះពុទ្ធចេះដឹងហើយក៏សម្ដែងធ្វើប្រោសដល់មនុស្សទូទៅទាំងអស់ហ្នឹងហើយគោរពបដិបត្តិអប់រំខ្លួនលោកផងព្រះពុទ្ធព្រះធម៌ព្រះសង្ឃព្រះពុទ្ធនៅព្រះសង្ឃសត្វតែមនុស្សព្រះធម៌ជាទ្រឹស្ដីនេះគឺមើលមានប៉ុណ្ណឹងឯងហើយបានសម្ដែងឲ្យប្រាប់នេះកុំឲ្យទៅបន់ស្រន់សុំអីពីព្រះពុទ្ធព្រះធម៌ព្រះសង្ឃលោកគ្មានអីឲ្យទេព្រោះលោកប្រទានឲ្យយើងឲ្យតែទ្រឹស្ដីទេស្អាបានឲ្យមេរៀនទេដូចអ្នកទាំងឡាយរាល់គ្នាជាសិស្សសាលាវិទ្យាល័យយើងរៀនទ្រឹស្ដីដែលលោកគ្រូអ្នកគ្រូបង្រៀនគឺទ្រឹស្ដីអាបានហើយពីអ្វីមួយនោះឲ្យយល់ដូចគ្នាចឹងឯងបងនេះសូមអាចជំរាបប្រាប់ដល់សាសានុសិស្សទាំងឡាយសូមឲ្យបានជ្រាបអំពីពុទ្ធសាសនាបងឲ្យស្គាល់ពុទ្ធឲ្យច្បាស់លាស់ឥឡូវបានអធិប្បាយបញ្យល់អំពីសិល5គឺសរណគមមិញហើយពុទ្ធទាំងតាមមានសាគឺពុទ្ធព្រះធម៌ព្រះសង្ឃឯកាលណាមកណាឯបាននិយាយពីតួសិល5ដែលត្រូវតែមានមនុស្សតែអត់សិល5អត់ល្អដើម្បីប្រកាសជាប៉ះពាល់ដល់ជីវិតដល់សេចក្តីសុខរបស់ជនដទៃជុំវិញខ្លួនយ៉ាងនឹងយ៉ាងពុទ្ធលោកទូលមានព្រានប្រដៅអញ្ចឹងសម្បានហើយពីសិលបញ្យល់ឲ្យយល់ស្គាល់ពីបរតនត្រ័យគឺពុទ្ធពធព្រះសង្ឃឲ្យស្គាល់អំពីសិលមានគុណានុភាពយ៉ាងម៉េចគឺផ្ដល់សេចក្តីសុខដល់សង្គមរបស់មនុស្សមុនដំបូងផ្ដល់សេចក្តីសុខដល់គ្រួសាររបស់ពលយើងចាប់ឲ្យប្តីមានសិលប្រពន្ធមានសិលកូនមានសិលអ្នកទាំង3ក្នុងគ្រួសារគ្មានរំភាគ្នាទេប្តីថាប្រពន្ធអញមានសិលហើយគេមិនធ្វើអីប្តីផ្ដាស់ទេទុកចិត្តអញ្ចឹងប្រពន្ធទុកចិត្តប្តីថាមានសិលហើយគេមិនធ្វើអីប្តីផ្ដាស់ទេទុកចិត្តគ្នាទៅវិញទៅមកដូចកូនចៅក៏ដូចតែគ្នាមានសិលដូចសិលនឹងមិនសម្រាប់មនុស្សចាស់ទេប្រយ័ត្នយល់ខុសទៀតអត់មែនទេណាសម្រាប់តែមនុស្សដឹងវ័យត្រូវមានសិលទៅណាមកបានប្រទេសជាតិក៏សង្គមវាសន្តិភាពកុំឲ្យយល់ខ្លះភាគច្រើនណាយល់តែសំសិលតែចាស់ស្អាតបានសំសិលមានច្បាប់អីណាប្រាប់យើងចាំបើយើងចេះយល់ខ្លួនឯងទៅយល់ខុសហើយខ្លួនឯងមិនចង់សំសិលបងអត់ចេះថាអញ្ចឹងទៅអត់ទេឲ្យតែយើងដឹងក្តីដល់សន្តិដូចសិស្សសានុសិស្សក្នុងវិទ្យាល័យហ៊ុនសែនណែអីនេះតំណាងប្រាសាទបើសមាទានសិល5អស់គ្នាទៅនិយាយពីស្អាតល្អបរិសុទ្ធនៅមនុស្សនៅក្នុងតំណាងប្រាសាទហ្នឹងគឺមានមេត្តាករុណាដល់គ្នានឹងគ្នា